Hello សួស្តីអ្នកទាំងអស់គ្នា welcome back ជំរាបទីនេះខ្ញុំចេញហួយស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងវីដេអូមួយនេះផងដែរគឺខ្ញុំមកនិយាយពីប្រធានបទមួយតាក់ទងជាមួយនឹងអ្នកដែលគាត់លួចស្រឡាញ់មិត្តរួមថ្នាក់របស់គាត់អញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាពេលដែលយើងលួចស្រឡាញ់ណាគេម្នាក់គឺពិតជាពិបាកខ្លាំងមែនតើខ្ញុំនិយាយមែនខ្ញុំក៏ធ្លាប់លួចស្រឡាញ់គេដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែលួចស្រឡាញ់មិត្តរួមថ្នាក់ហើយអ្នកទាំងអស់គ្នាកំពុងតែគិតថាអូខ្ញុំគួរសារភាពអត់ខ្ញុំគួរប្រាប់គេអត់ឬក៏អត់ទេឬក៏យើងត្រូវរក្សាតំណែងហ្នឹងឬក៏យើងគួរតែធ្វើម៉េចដើម្បីឲ្យគេដឹងថាយើងស្រឡាញ់ហើយដឹងថាគេនឹងស្រឡាញ់យើងវិញអត់អញ្ចឹងវីដេអូនេះគឺសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងមុននឹងចូលទៅកាន់ប្រធានបទរបស់យើងគឺខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាជាមួយនឹងទឹកបាញ់សក់ Hela Hair Tonic Spray អញ្ចឹងបើអ្នកទាំងអស់គ្នាកំពុងមានបញ្ហាសក់ឈូសក់ខូចហើយចង់ឲ្យសក់ទៅវិញនឹងគឺកុំភ្លេចប្រើជាមួយនឹង spray បាញ់សក់ Helaអញ្ចឹងជារឿងធម្មតាដែលយើងមានអារម្មណ៍លួចស្រឡាញ់មិត្តរួមថ្នាក់អារម្មណ៍ទាំងហ្នឹងគឺធ្វើឲ្យយើងពិបាកចិត្តឬក៏អត់ដឹងថាត្រូវធ្វើបែបម៉េចអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំមកប្រាប់ពីកលឹះមួយចំនួនដែលអ្នកនរគ្នាអាចពិចារណាបានទីមួយយើងត្រូវស្វែងយល់ពីអារម្មណ៍ខ្លួនឯងថាតើវាគឺជាការស្រឡាញ់ពិតឬក៏គ្រាន់តែជាការចាប់អារម្មណ៍យើងព្យាយាមកំណត់ថាតើអារម្មណ៍របស់យើងនឹងវាខ្លាំងក្លាប៉ុណ្ណាថាតើវានឹងបន្តទៅមុខទៀតដែរអត់ហើយយើងត្រូវពិចារណាពីផលវិបាកកាលយើងមានតំណែងស្នេហាជាមួយនឹងមិត្តរួមថ្នាក់គឺអាចនឹងមានរឿងល្អហើយនឹងរឿងដែលត្រូវប្រុងប្រយ័ត្នជាពិសេសបើសិនជាតំណែងនឹងវាអត្តនាការល្អទី2យើងត្រូវតែផ្ដោតទៅលើភាពជាមិត្តយើងត្រូវតែពង្រឹងតំណែងមិត្តភាពរបស់យើងដោយចាប់ផ្ដើមពីការធ្វើជាមិត្តល្អនិយាយគ្នាច្រើនជួយគ្នាទៅវិញទៅមកក្នុងការសិក្សាឬក៏ចូលរួមសកម្មភាពជាមួយគ្នាហើយត្រូវរក្សាភាពធម្មតាព្យាយាមធ្វើខ្លួនឲ្យធម្មតាបែបបង្ហាញភាពភ័យខ្លាចឬក៏ចាប់អារម្មណ៍ខ្លាំងពេកទេភាពជាមិត្តគឺរឹងមាំគឺជាមូលដ្ឋានដ៏ល្អសម្រាប់តំណែងណាមួយទី3យើងត្រូវវាតម្លៃស្ថានភាពបើគេមានចំណាប់អារម្មណ៍លើយើងមែនណាយើងសង្កេតមើលសញ្ញាណាមួយដែលបង្ហាញថាគេក៏ចាប់អារម្មណ៍យើងវិញដែរដូចជាការនិយាយរយយើងញឹកញាប់ការសម្លឹងមើលយើងឬក៏ចង់ចំណាយពេលជាមួយយើងមួយទៀតយើងត្រូវរក្សាកម្រិតសមរម្យនៅសាលាត្រូវចាំថាយើងទាំងពីរនៅតែជាសិស្សឬក៏និស្សិតអញ្ចឹងកុំឲ្យតំណែងតខ្លួននឹងវាប៉ះពាល់ទៅដល់ការសិក្សាឬក៏ភាពងាយស្រួលរបស់អ្នកដទៃនៅក្នុងថ្នាក់ទី4យើងត្រូវសម្រេចចិត្តថាតើគួរប្រាប់គេដែរអត់អញ្ចឹងបើសិនជាយើងសម្រាប់ចិត្ត5យើងត្រូវជ្រើសរើសពេលវេលាសមរម្យជ្រើសរើសពេលដែលយើងទាំងពីរនឹងមានពេលធានានិងមានតែពេលដែលយើងនៅពីរនាក់ហើយយើងត្រូវនិយាយដោយស្មោះត្រង់ច្បាស់លាស់បង្ហាញពីអារម្មណ៍របស់យើងដោយនិយាយវាថាដោយសេចក្តីថ្លៃថ្នូរដោយអត់ដាក់សម្ពាធទៅលើគេឲ្យឆ្លើយតបវិញភ្លាមណាឧទាហរណ៍ថាខ្ញុំគិតថាខ្ញុំចាប់អារម្មណ៍យើងហើយខ្ញុំចង់ដឹងថាតើយើងមានអារម្មណ៍ដូចគ្នាដែរអត់ហើយយើងត្រូវត្រៀមចិត្តធៀមខ្លួនដើម្បីចម្លើយគ្រប់បែបយ៉ាងបើសិនជាគេអាចនឹងទទួលយកអានឹងគឺជារឿងល្អដើម្បីចាប់ផ្ដើមតំណែងដោយល្អអីចឹងទៅតែបើគេបដិសេធអានឹងយើងត្រូវទទួលយកការបដិសេធដោយការគ្រប់របស់គេរឿងសំខាន់បំផុតគឺត្រូវរក្សាភាពជាមិត្តនិងមិនឲ្យអារម្មណ៍នឹងវាទៅបំផ្លាញបរិយាកាសនៅក្នុងថ្នាក់ឯងហើយសំខាន់បំផុតគឺយើងត្រូវគ្រប់ខ្លួនឯងនិងគោរពការសម្រេចចិត្តរបស់មិត្តរួមថ្នាក់របស់យើងហើយមិនថាមានរឿងអីកើតឡើងទេអញ្ចឹងយើងកុំឲ្យមានការលួចស្រឡាញ់នឹងវាទៅប៉ះពាល់ការសិក្សារបស់យើងហើយយើងត្រូវគិតថាយើងនឹងសាកល្បងអញ្ចឹងអ្នកទាំងអស់គ្នាសម្រាប់ចិត្តបែបណាដែរហើយបើអ្នកទាំងអស់គ្នាសម្រាប់ចិត្តបែបណាហើយសម្រាប់ចិត្តទៅតើវានឹងបានលទ្ធផលបែបណាកុំភ្លេចខមមិននៅក្នុងវីដេអូនេះប្រាប់ហួយផងដើម្បីហួយបានដឹងថាអ្នកទាំងអស់គ្នាជោគជ័យអត់ឬក៏យ៉ាងណាអីអញ្ចឹងទៅអញ្ចឹងជូនពរអ្នកទាំងអស់គ្នាបើស្រឡាញ់មិត្តរួមថ្នាក់ជូនពរឲ្យជោគជ័យនៅក្នុងតំណែងស្នេហាក៏ដូចជាការសិក្សារបស់អ្នកទាំងអស់គ្នាអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះអញ្ចឹងបើចង់បានសក់ទៅវិញលឿនសក់ព្យាបាលបញ្ហាសក់ខូចសក់ជ្រូកកុំភ្លេចប្រើ Hela អញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ